ការបំពុលខ្យល់មិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សនិងបរិស្ថានប៉ុណ្ណោះទេវាក៏រំខានដល់សត្វស្លាបដែលមករកចំណីការបង្កកំណើតនិងទីជម្រកជាពិសេសសត្វក្រៀលដែលតែងតែមានវត្តមាននៅតំបន់ការពារទេសភាពអន្លង់ព្រីងការផ្សព្វផ្សាយបន្ថែមនូវចំណេះដឹងអំពីផលប៉ះពាល់វិធានការទប់ស្កាត់ការបំពុលខ្យល់ការទុកដាក់សំរាមសំណល់ប្លាស្ទិកនិងផលប៉ះពាល់នៃសំណល់ថ្មពិលដល់សាធារណជនសិស្សានុសិស្សរស់នៅក្នុងនិងជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីងពិតជាមានសារៈសំខាន់ដល់កិច្ចគាំពារបរិស្ថានសង្គមនិងភពផែនដីជាក់ស្ដែងលោកយសសុខចម្រើនមន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ការពារទេសភាពអន្លង់ព្រីងនៃមន្ទីរបរិស្ថានខេត្តកំពតតែងតែចូលរួមយ៉ាងសកម្មលើកិច្ចការនេះដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃសាលាបឋមសិក្សាថ្មបើកស្ថិតនៅភូមិអន្លង់ព្រីងឃុំបឹងសាលាខាងត្បូងស្រុកកំពង់ត្រើយខេត្តកំពតសរុបចំនួន77នាក់គិតត្រឹមថ្ងៃទី20ខែមិនិនាឆ្នាំ2026ក្រុមការងារមន្ទីរបរិស្ថានខេត្តកំពតបានសហការជាមួយមន្ត្រីរាជការអាជ្ញាធរលោកគ្រូអ្នកគ្រូសិស្សានុសិស្សយុវជននិងប្រជាពលរដ្ឋធ្វើការផ្សព្វផ្សាយផលប៉ះពាល់នៃវិធានការទប់ស្កាត់ការបំពុលខ្យល់នៅតាមសាលារៀនរដ្ឋបាលឃុំសង្កាត់និងទីសាធារណៈសរុបចំនួន22លើកស្មើនឹង29ទីតាំងដោយមានអ្នកចូលរួមសរុបចំនួន8449នាក់